ម្នាក់ហ្នឹងត្រូវបានខ្មោចស្រីក្នុងទឹកហ្នឹងចាប់ជើងហើយយកសក់មករុំជើងគាត់ទាំងពីរសឹងតែគាត់ដាច់ដង្ហើមនៅក្នុងទឹកហ្នឹងតែម្ដងទៅលើបងប្រុសម្នាក់ដែលគាត់មានឈ្មោះថាបងផាកាលហ្នឹងគឺគាត់មានអាយុត្រឹមតែ12ឆ្នាំប៉ុណ្ណោះហើយចំពោះសាច់រឿងហ្នឹងគឺវាកាត់ឡើងរហូតទៅដល់15ឆ្នាំមុន5ឆ្នាំមុនហ្នឹងគឺបងផាមានអាយុ12ឆ្នាំហើយបងផាគាត់មានប្អូនប្រុសមួយនិងប្អូនស្រីមួយដែលប្អូនប្រុសគាត់ហ្នឹងកាលហ្នឹងអាយុ6ឆ្នាំនិងប្អូនស្រីមួយទៀតគឺអាយុត្រឹមតែ1ឆ្នាំប៉ុណ្ណោះហើយគ្រួសារគាត់ហ្នឹងគឺជាអ្នកធ្វើស្រែចម្ការដាំដំណាំអីអញ្ចឹងណាមួយនៅពេលដែលបងផាគាត់បានចេញពីរៀននៅពេលព្រឹកម៉ោង11ហ្នឹងបន្ទាប់ពីគាត់បានញ៉ាំបាយញ៉ាំអីហើយអញ្ចឹងទៅឪពុករបស់បងផាហ្នឹងក៏បានឲ្យបងផានិងប្អូនប្រុសដែលមានអាយុ6ឆ្នាំហ្នឹងដឹកគោស៊ីស្មៅពីពុករបស់បងផាហ្នឹងគាត់បានភ្ជួររាស់ដីហើយអញ្ចឹងទៅគាត់ក៏បានឲ្យកូនប្រុសគាត់ទាំងពីរហ្នឹងដឹកគោទៅឲ្យស៊ីស្មៅនៅឯចំការគាត់ចេញពីផ្ទះហ្នឹងគាត់ទៅដល់ស្រែចំការហ្នឹងនៅម៉ោង1បន្ទាប់ពីគាត់បានដឹកគោឲ្យស៊ីស្មៅអីហើយបងផានិងប្អូនប្រុសគាត់ហ្នឹងគឺបានសម្រាកនៅក្រោមដើមឈើធំមួយដែលសារតែពេលហ្នឹងគឺមេឃក្តៅខ្លាំងមែនតើអញ្ចឹងបងផាគឺគាត់ហត់ដែរអញ្ចឹងគាត់ក៏បានសម្រាកនៅក្រោមដើមឈើជាមួយនឹងប្អូនប្រុសរបស់គាត់ប៉ុន្តែបញ្ជាក់ថាពេលហ្នឹងបងផាគឺគាត់ល្ងុយគេងដោយសារតែគាត់ទៅចេញពីរៀនប្រឡងអីអញ្ចឹងគឺគាត់អស់កម្លាំងខ្លាំងមែនតើកំពុងតែល្ងុយគេងផងស្រាប់តែមានខ្យល់បក់មកត្រជាក់ខ្លាំងមែនតើអញ្ចឹងបងផាគឺគាត់កាន់តែល្ងុយដេកទៀតស្រាប់តែមកស្ទូមកគឺមានសំឡេងម៉ូតូគេដឹកស្ករទាញមកលក់អញ្ចឹងណាគេចាក់បាសរំអីអញ្ចឹងទៅក្មេងក្នុងភូមិគឺនាំគ្នាដេញតាមម៉ូតូស្ករទាញហ្នឹងដល់ថ្នាក់ប្អូនបងផាដែលអង្គុយចិត្តហ្នឹងក៏បានសុំបងថាបងអើយខ្ញុំសុំទៅលេងមួយក្មេងៗដែលដេញតាមម៉ូតូស្ករទាញបានអត់ចឹងទៅហើយបងផាដែលគាត់ល្ងុយដេកអីផងគាត់ក៏បាននិយាយថាអត់អីទេអញទៅចិត្តហ្នឹងបានហើយកុំទៅឆ្ងាយពេកឲ្យបងរត់ឃើញរបៀបអញ្ចឹងណាបន្ទាប់ពីប្អូនបងផាបានទៅរកម៉ូតូស្ករទាញដេញតាមក្មេងៗក្នុងភូមិហ្នឹងហើយបងផាក៏បានគេងលក់ម៉ាស្លេតទៅឡងពេលបងផាកំពុងតែគេងហ្នឹងអ្នកទាំងគ្នាគឺគាត់គេងលងលក់ស្រួលខ្លាំងមែនតើអញ្ចឹងគឺគាត់គេងឡើងដល់ម៉ោង4ល្ងាចគ្រាន់តែពេលគាត់ភ្ញាក់ពីគេងមកគឺគាត់ស្រឡាំងកាំងដោយសារតែគាត់បាត់ប្អូនពេលហ្នឹងគាត់ចាំបានថាគេងម៉ោង1ជាងហ្នឹងគឺគាត់បានឲ្យប្អូនគាត់ទៅលេងមួយម៉ូតូស្ករទាញមួយក្មេងៗក្នុងភូមិអញ្ចឹងណាដល់ពេលគាត់ងើបពីគេងមកលេងមើលមកម៉ោង4អញ្ចឹងបងផាមានសភាពភ័យមែនតើដើររកប្អូនពេញហ្នឹងនិយាយទៅរកអត់ឃើញទេឃើញតែគោខ្លួនឯងអញ្ចឹងណាដើររកប្អូនស្រាប់តែបានឃើញប្អូនឈរនៅក្បែរទន្លេឈរហើយងាកមើលមកបងផាមើលឲ្យអញញឹមហើយស្រាប់តែហក់ចូលទឹកប្រងអញ្ចឹងទៅបងផាចាំអីទៀតគាត់ក៏បានហក់ចូលទឹកតាមប្អូនខ្លាចប្អូនលងទឹកដោយសារតែប្អូនប្រុសគាត់ហ្នឹងគឺអត់ចេះហែលទឹកទេនៅពេលដែលបងផាបានហក់ចូលទឹកទៅរកប្អូនហ្នឹងស្រាប់តែរកអត់ឃើញទេអ្នកទាំងគ្នាអើយបងផាគឺមានអាការៈភ័យខ្លាំងមែនទែនដល់ថ្នាក់គាត់ជំមុជទឹកចូលទន្លេហ្មងអ្នកទាំងគ្នាដល់ពេលជំមុជស្រាប់តែមានម្រាមដៃពីរមកអ្នកទាំងគ្នាមនុស្សស្រីគឺដៃមានកញ្ចក់លេងចាប់ជើងបងផាអញ្ចឹងហើយអ្នកទាំងគ្នាដឹងអាពេលយើងជាមួយទឹកយើងបើកភ្នែកបានលេងឃើញម្រាមដៃចាប់អញ្ចឹងមកបងផាគឺគាត់ដឹងហើយថាហ្នឹងជាខ្មោចទឹកអញ្ចឹងណាប៉ុន្តែបងផាគឺគាត់រើអត់រួចទេដោយសារតែខ្មោចទឹកហ្នឹងគឺយកសក់របស់វាដែលវែងហ្នឹងរុំជើងបងផាទៀតកំពុងតែភ័យបងផាគាត់ថាពេលហ្នឹងគាត់ប្រហែលជាអត់មានជីវិតមកវិញទេដោយសារតែខ្មោចហ្នឹងគឺវាចង់សម្លាប់យើងក្នុងទឹកហ្នឹងហើយប៉ុន្តែស្រាប់តែមានដៃមកចាប់សក់បងផាខាងលើនេះគឺជាឪពុករបស់បងផាគឺគាត់បានចាប់បងផាលើកឡើងហើយបងផាក៏បានសួរពុកគាត់ថាចេះពុកពួកឯងមិនរយខ្ញុំឃើញអីអញ្ចឹងខ្ញុំបាត់ប្អូនហើយដល់ពេលផាក៏បាននិយាយថាអត់ទេអញរកប្អូនអញឃើញយូរតែអញដើរហើយអត់ឃើញវិញហ្នឹងបងផាក៏បាននិយាយទៀតថាអាពេលអញនៅផ្ទះកំពុងតែរៀបចំផ្ទះហ្នឹងអញមានអារម្មណ៍ថាអត់ស្រួលប្រហែលជាពួកហែងវែងគ្នាហើយពួកហែងលពេលលពោចខ្លាំងណាអញដើរមកក៏បានឃើញប្អូនហែងលេងនៅកន្លែងកូនក្មេងមួយបន្ទាប់មកក៏បានសួរប្អូនហែងទៅប្អូនហែងថាហែងគេងនៅដើមឈើដល់ពេលទៅដល់ដើមឈើស្រាប់តែអត់ឃើញទេអញ្ចឹងអញដឹងហើយថាហែងប្រហែលជាមកទន្លេដល់ពេលឲ្យពុកបងផាមកដល់ក៏បានឃើញបងផាគាត់ខ្វាយក្នុងទឹកអញ្ចឹងណាគាត់ក៏បានចាប់ក្បាលកូនគាត់ឡើងលើទៅរឿងមួយដែលចៃដន្យខ្លាំងមែនតើអ្នកតាគ្នាបងផាគាត់គិតថាគាត់ប្រហែលជាអត់រស់ទេដោយសារតែពេលហ្នឹងគឺខ្មោចស្រីម្នាក់ហ្នឹងសឹងតែយកជីវិតគាត់ទៅហើយប៉ុន្តែពេលហ្នឹងដោយសារតែគាត់រាសីខ្ពស់ពុកគាត់ក៏មកដល់ចាប់ក្បាលគាត់ឡើងគាត់ក៏មានជីវិតដល់សប្តាហ៍ថ្ងៃហ្នឹងទៅវីតាមីនតូសុជាតិរបស់វាលេខគឺធ្វើឲ្យស្បែកយើងសភ្លឺថ្លាមករលោងចេញមកពីខាងក្នុងហ្មងថាបងទាំងអស់គ្នាមានបញ្ហាស្បែកគ្រើមស្បែកអត់ម៉ត់អត់រលោងអត់មានជាតិទឹកបងប្រើវីតាមីននេះអស់តាមមួយកំប៉ុងគឺស្បែកបងគឺស្អាតខ្លាំងមែនតើវីតាមីននេះគឺផ្សំឡើងមកពីតូសុជាតិសុទ្ធ 100% ដែលជំនួយឲ្យស្បែកយើងសលឿនភ្លឺលឿនពិសេសសម្រាប់បងដែលគាត់មានបញ្ហាស្នាមនៅលើមុខឬក៏ដងខ្លួនហ្នឹងគឺងាយបាត់ខ្លាំងមែនតើនេះកំប៉ុងវីតាមីនវិញគឺខ្ញុំញ៉ាំអស់ច្រើនខ្លាំងមែនតើដោយសារតែខ្ញុំគឺជា fan វីតាមីនហ្នឹងហ្មងញ៉ាំទៅអត់មានធំក្លិនកពើឬក៏ល្វីងធំក្លិន
បាក់ញ៉ាំអីគឺញ៉ាំទៅដូចញ៉ាំថ្នាំធម្មតាអញ្ចឹងបានផលលឿនគឺញ៉ាំមួយថ្ងៃពីរគ្រាប់ណាញ៉ាំពេលព្រឹកក្រោយពេលបាយនិងញ៉ាំពេលយប់មុនពេលចូលគេងពណ៌តគ្នានឹងទទួលបានស្បែកមួយដែលសភ្លឺថ្លាហើយស្បែកចេញមកគឺទន់មាត់ដូចកូនក្មេងអញ្ចឹងពិសេសហើយគឺដាស់5ថ្ងៃគឺស្បែកយើងគឺអត់ចាញ់ថ្ងៃដោយសារតែស្បែកយើងគឺសចេញមកភ្លឺពីខាងក្នុងវីតាមីនហ្នឹងក៏មានសម្រាប់ម៉ាក់ដែលគាត់ទៅតការគោមិន3ខែដែរណាមកស្បែកសភ្លឺថ្លាមករលោកនេះក៏មកម្ដងទេកុំភ្លេចវីតាមីនតុសជាតិរបស់ Philip ទាំងកុំភ្លេចទិញសាកប្រើទាំងអស់គ្នាណាស្អាតមុនចូលឆ្នាំគឺស្បែកសចេញមកមាត់រលោងភ្លឺចេញពីខាងក្នុងមក